លុយមិនតិចណាមិនបានត្រូវអស់លុយពីកង់អញ្ចឹងនេះអូនឯងធ្វើស្អីខ្លះលុយ$20000ជាងណាមិនតិចណាថៃហ្នឹងឯណាប្រាប់បងមើលបងឯងនិយាយស្រួលមើលអូនអត់បានទេមែនអូនប្រពន្ធបងឯងនិយាយកុហកដាក់អូនចឹងគ្រាន់តែលុយ$20000ថាបាយធ្វើរឿងធំដុំហ៎ឯណាលុយ$20000ណៃថាតិចអញ្ចឹង$20000ហ្នឹងណាទិញឡានមកគ្រឿងណាអូនឯងលើចាយស្អីខ្លះបាត់អស់ដល់$20000អញ្ចឹងនេះបងប្រាប់អូនឯងតើថាលុយហ្នឹងបងទុកបង្វិលបាយអីវ៉ាន់អីគេអូនឯងយកទៅចាយអញ្ចឹងបងមានលុយណាបង្វិលអីគេទៅហយធ្វើដូចខ្លួនឯងអ្នកក្រអញ្ចឹងខែបាយអ្នកមានអីធ្វើមកសម្បត្តិលុយ$20000ស្រាប់បងឯងកាក់លុយហ្នឹងមិនបានឥឡូវបាយមកស្រីបន្ទោអូនវិញអញ្ចឹងអូនណាចាយលើរបស់ដែលត្រូវចំណាយខែបាយដឹងតែថាអូនជាមនុស្សស្រីត្រូវការអីខ្លះចាយលើរបស់ផងប្រាក់សោះខុសដែរមែនឯណាលុយ$20000អូនឯងចាយលើរបស់ប្រាក់អញ្ចឹងមិន$20000ខ្មែរទេណាហាកបោបស្បែកជើងខោអាវរបស់ប្រេននិយាយទៅបាច់និយាយអីច្រើននេះគ្រាន់តែកបោបអូនទិញថ្ងៃមុនណា$5000បាត់ហើយរបស់ប្រេនវាថ្លៃតែគុណភាពវាល្អចង់ឲ្យលោកមុខមកប្តីតោះតែប្រពន្ធប្រាក់របស់ថ្លៃចឹងអីងាប់ហើយមើលសម្ដីវាបំផ្លាញក៏បំផ្លាញចឹងហ្នឹងឯណាហើយគ្រាន់តែកបោបអូនឯងមួយ$5000ហើយបើចាយហ្មងបងមានលុយណាប់គ្រប់ខ្លួនឯងអត់ដឹងហើយទៅហើយថាលុយហ្នឹងបងត្រូវការយកបង្វិលបាយអីវ៉ាន់អីគេចាយក្នុងពេលផ្សេងវាមិនអីទេតែកលៈកសៈនេះបងត្រូវការលុយអូនឯងបងអត់មានលុយចឹងមានលុយពីណាឲ្យគេហើយគេមិនដឹងបងញាត់កុកហ៎អូយធុញណាគ្រាន់តែលុយ$20000តោះធ្វើដូចលុយរត់លៀនចឹងបើថាវាផ្ដងក៏ផ្ដងទឹកបើវាផ្ដងមិនដឹងខ្យល់អីកែបាយវាប្រាប់ខ្ញុំតែថាឲ្យខ្ញុំមកដល់ពេញណាធ្វើខ្លួនជាពនាងដល់ផលរបស់កញ្ចាក់ដូចនៅសែនដែរយកខ្ញុំមករងងាត់ទៅស្អីឯណាថាបងអត់ប្រាប់អូនឯងទៅមិនថាណាតែបងប្រាប់អូនឯងតើថាលុយក្នុងចុងហ្នឹងកុំឲ្យចាយព្រោះលុយរបស់បងសោះតែប៉ុណ្្នឹងទេអត់ឯងអត់ប្រាប់បងអញ្ចឹងឥឡូវបងសោះស្អីទៀតចុះលុយដែលបងឯងសំជាមួយប្រពន្ធមុនមួយថ្ងៃហ្នឹងអាកណីរូបហ្នឹងបែរមិនយកមកប្រើការសិនទៅកុំប៉ះពាល់លុយបងខ្លាចមិនសោះខ្ញុំប្រាប់ឲ្យហើយបងមកអីបងឯងអត់ទៅសក់ទេវិញទេហើយបងឯងមកទៅស្អីទៅហើយខ្ញុំកំពុងនិយាយមួយប្រពន្ធខ្ញុំហើយបងឯងយកចិត្តមកលូកលាន់នឹងគ្រួសារខ្ញុំមិនមែនអាវ៉ាន់បងជាបងធំនៅក្នុងគ្រួសារអាចទៅទុកថាជាមេគ្រួសារក៏ថាបានដែរទោះហែងអត់នៅក្នុងបន្ទប់របស់បងទេប៉ុន្តែបងមានសិទ្ធិគ្រប់គ្រាន់ក្នុងការនិយាយបងចង់ប្រាប់នៅមុខវាថាបងស្អប់ប្រពន្ធឯងក្រោយបងមិនចង់បានវាធ្វើជាប្អូនខ្លាញ់ទេស្អីនេះឈ្មោះសត្វតាម៉ារ៉ាស្មាតទួចិត្តល្អកាប់ប៉ុណ្ណាទួចិត្តអាក្រក់សោះកុំថាខ្ញុំឆ្លើយតែកាប់ប៉ុណ្ណាខ្ញុំក៏មិនចំណូលបងឯងប្រហែលដែរចូលចិត្តលុកលាន់អារឿងគ្រួសារគេហ្នឹងហើយស្ដាប់លឺអត់ស្ដាប់សម្ដីប្រពន្ធឯងនិយាយមើលចរិតរបស់វាមិនស្មើរីមិនចំណិតផងមើលរបៀបចាយលុយរបស់វាមើលចាយអញ្ចឹងបោះនៅអាលៀអញជិះភ្នាល់អាលៀមិនខ្ញុំចាយដីខ្លះគ្រាន់តែប្រើប្រាស់របស់ម្យ៉ាងឲ្យខុសដែរមែនមានមាត់ណាកុំចេះតែនិយាយខ្ញុំខ្វល់ថាបងឯងបងធំបងស្អីទេសំខាន់រឿងគ្រួសារខ្ញុំប្តីខ្ញុំរឿងពួកខ្ញុំណាកុំចេះមកលុកលាន់ចាខ្ញុំលុកលាន់អញ្ចឹងព្រោះអាវ៉ាន់ណាជាប្អូនប្រុសខ្ញុំចង់ឃើញប្អូនខ្ញុំអាលីហិនហៅដោយសារនិយាយស្អីអត់ដូចហែងទេព្រោះហែងណាក៏ជឿធ្លុះណាស់ក៏ជឿធ្លុះមិនបើប្តីខ្ញុំមានលុយខ្ញុំចាយខ្ញុំមិនចាយគាត់យកខ្ញុំមកថានឹងឲ្យជីវិតខ្ញុំរស់ស្រួលចឹងខ្ញុំរស់ស្រួលហើយបើមិនជឿសួរគាត់ទេទៅបានទេបងមិនចាំនិយាយនាំតែមានរឿងវិញឆ្ងាយទេរឿងពួកខ្ញុំណាតើខ្ញុំមិនដោះស្រាយណាមួយខ្ញុំក៏មានលុយសន្សំក្នុងកង់រួមគ្នាមួយម៉ារីដែរអញ្ចឹងឲ្យខ្ញុំយកលុយមកប្រើសិនខ្ញុំមិនបានតែពើមួយថ្ងៃមិនភ័យទេកុំទៅថោកប៉ះពាល់លុយនឹងឲ្យសោះបើឯងបាច់គ្នាជាមួយម៉ារីឯងម៉ារីល្អគ្រប់យ៉ាងតែឯងបាច់ទៅទាត់គ្នាចោលអាវ៉ាន់ហើយគេមិនសមជាប្អូនប្រុសបងទេបងឯងមិនបាននិយាយដែរអញ្ចឹងរឿងវាកន្លងហួសទៅហើយឲ្យខ្ញុំធ្វើម៉េចចុះមានគិតមិនទៅយកម៉ារីវិញមកវាអត់ទាន់ហួសពេលទេម៉ារីស្អាតឆ្លាតហើយបកកែទៀតបងឃើញម៉ារីល្អគ្រប់10អញ្ចឹងបាត់បងដឹងឲ្យហែងការស៊ីជោគជ័យរបស់ឯងរាល់ថ្ងៃដល់សារណាមិនដល់សារម៉ារីទេម៉ារីចេះសំចៃចាយលើដឹងខ្ទង់បើគ្មានម៉ារីទេប្រហែលឥឡូវឯងខ្ញុំទៅដល់ផងក៏មិនដឹងគិតត្រង់ចំណុចនឹងផងកុំងប់អារឿងភេទពេកតែនេះខ្ញុំបានហើយបាច់និយាយច្រើនទេបងនិយាយហ្នឹងជាលើកចុងក្រោយហើយត្រឡប់ទៅយកម៉ារីវិញមកព្រោះបងត្រូវការប្អូនថ្លៃខាត់លាក់ដូចវាឯងអូយផ្លែយ៉ាងហ្នឹងណាក៏ទៅម៉ារីបកកែមែនណាមិនដែលឃើញគេធ្វើស្វាយបានផ្លែប៉ុណ្្នឹងទេនេះនេះបងហូបទឹកសិនណាហើយបាញ់សម្រាប់សិនណាបាញ់ហត់ហើយហត់អីអូនបងស្បធ្វើស្រែហត់ជាងនឹងទៀតមកហត់អីនឹងបេះស្វាយប៉ុណ្ណឹងអូនឯងគួរសម្រាប់ខ្លះទៅព្រោះអូនឯងធ្វើការមួយថ្ងៃហើយមានអីបងជួយគ្នាម្នាក់ម្ដាយមួយជើងទៅឆាប់ហើយតោះស្រូទៅណាទៅផ្ទះហូបបាយជុំគ្នាមួយពុកអូមែនទិញផ្អែមផ្ញើពុកផងហ្នឹងហើយចាំទៅវិញជីកាត់ផ្សាយចាំទិញឲ្យគាត់ទៅនេះបងនឹកស្មានថាយើងអាចធ្វើស្វាយបានប៉ុណ្ណឹងសោះបើគុំតែបានអូនឯងគុំអីបងមិនដឹងចាប់ផ្ដើមពីណាទៅណាព្រោះបងល្ងងណាកុំនិយាយអញ្ចឹងបាញ់អត់ល្ងងទេគ្រាន់តែបាញ់មិនទាន់ជួបការងារដែលត្រូវជំនាញមកឯងហើយបាញ់មើលស្វាយយើងមើលប្រមូលផលមិនក្រោយពី10លានទេណាថាម៉េច10លានបានច្រើនមែនបានប៉ុណ្្នឹងមែនអីងាប់ហើយបងលឺហើយបងភ្ញាក់ផ្អើលហ្មងណា10លានណាវាមិនច្រើនទេបងបើសិនជាយើងមានកម្លាំងថែមយើងអាចប្រមូលផលបានច្រើនជាងនឹងទៀត